ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានផ្ញើសារព្រមានយ៉ាងធ្ងន់ធ្ងរនិងចំទៅកាន់ប្រទេសកាណាដាពាក់ព័ន្ធទៅនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិនដោយលោកបានគម្រាមដាក់ទណ្ឌកម្មពន្ធគយជាអតិបរមាដែលមិនធ្លាប់មានពីមុនមកការព្រមានអំពីពន្ធ 100% យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News លោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថាលោកនឹងដាក់ពន្ធគយនៅក្នុងកម្រិត 100% រាល់ទំនិញនិងផលិតផលកាណាដាទាំងអស់ដែលនាំចូលមកកាន់សហរដ្ឋអាមេរិកប្រសិនបើប្រទេសកាណាដាសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយនឹងប្រទេសចិនការគម្រាមកំហែងនេះគឺជាវិធានការសេដ្ឋកិច្ចដ៏តឹងរ៉ឹងបំផុតនៅក្នុងបំណងបង្ខំឲ្យទីក្រុងអូតាវ៉ាជ្រើសរើសរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងក្រៅពីវិធានការពន្ធគយលោកត្រាំបានបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងពាណិជ្ជកម្មចិនកាណាដានឹងនាំមកនៅទីបញ្ចប់របៀបរស់នៅទូទៅអាមេរិកនិងកាណាដាសារនេះត្រូវបានគេយល់ឃើញថាកម្ដៅទៅលើភាពស្អិតរមួតនៃទំនាក់ទំនងសេដ្ឋកិច្ចសន្តិសុខនិងកិច្ចសហប្រតិបត្តិការតំបន់ដែលប្រទេសជិតខាងទាំងពីរធ្លាប់មានជាមួយគ្នាជាច្រើនទសវត្សរ៍មកហើយសម្ពាធលើរដ្ឋាភិបាលកាណាដាការព្រមានរបស់លោកត្រាំកើតឡើងនៅក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងព្យាយាមកាត់ផ្តាច់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់អាមេរិកខាងជើងប្រសិនបើកាណាដានៅតែបន្តស្វែងរកនៅកិច្ចព្រមព្រៀងជាមួយនឹងចិនវានឹងធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកមីស៊ីកូកាណាដាជួបប្រទះនឹងភាពរង្គោះរង្គើខ្លាំងនិងអាចឈានទៅដល់ការរំលាយចោលអ្នកវិភាគបានលើកឡើងថាប្រសិនបើពន្ធ 100% ត្រូវបានអនុវត្តមែននោះវានឹងក្លាយទៅជាមហន្តរាយសេដ្ឋកិច្ចសម្រាប់កាណាដាដោយសារតែអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួនរហូតមកទល់នឹងពេលនេះរដ្ឋាភិបាលកាណាដានៅមិនទាន់ចេញសេចក្តីថ្លែងការណ៍តបតជាផ្លូវការចំពោះការព្រមានដ៏ក្តៅគគុកនេះនៅឡើយទេ